ជំរាបសួរបងប្អូនជាមេដាបេដានិងអាណាព្យាបាលសិស្សានុសិស្សទាំងអស់គ្នាស្វាគមន៍ជាថ្មីសម្រាប់ការចូលមកកាន់វគ្គសិក្សាការអប់រំឪពុកម្ដាយសិស្សបឋមសិក្សានេះជាវីដេអូទី2នៃវគ្គសិក្សារបស់ពួកយើងនៅក្នុងវីដេអូនេះគឺជាវីដេអូទី2ដែលយើងនឹងសិក្សាអំពីប្រធានបទមួយគឺការចាប់ផ្ដើមនៅថ្ងៃនេះការបង្កើតទម្លាប់ជាវិជ្ជមាននៅពេលព្រឹកអ្នកទាំងអស់គ្នាធ្លាប់គិតបែបនេះដែរឬទេនៅពេលព្រឹកតើកូនរបស់ខ្ញុំសប្បាយរីករាយដែរឬទេពេលវេលានៅពេលព្រឹកយើងបានចាប់ផ្ដើមដោយពាក្យសម្ដីដូចជាញ៉ាំបាយឲ្យលឿនយឺតឥឡូវហើយប្រញាប់បន្តិចមកជាដើមតើអាចคล้ายជាភាពស្រស់បោះរបស់កុមារនៅពេលព្រឹកដែរឬទេហើយអ្វីបានជាទម្លាប់នៅពេលព្រឹកសំខាន់បែបនេះទម្លាប់ពេលព្រឹកដែលទៀងទាត់និងជាវិជ្ជមានអាចផ្ដល់ឲ្យកុមារនូវស្ថិរភាពផ្នែកអារម្មណ៍និងអាចជួយបានក្នុងការចាប់ផ្ដើមថ្ងៃថ្មីដែលអាចទូទាយបានពីសភាពជាមុននៅថ្ងៃនេះផងដែរកុមារដែលចេញដំណើរទៅដោយមានអារម្មណ៍ល្អនៅពេលព្រឹកនោះគឺអាចផ្ដោតអារម្មណ៍ទៅលើការសិក្សាបានយ៉ាងល្អហើយថែមទាំងមានទំនាក់ទំនងល្អជាមួយលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិនៅក្នុងថ្នាក់បានទៀតផងដំណាក់កាលទី1គឺងាយខ្លាំងមែនទែនសូមឲ្យឪពុកម្ដាយនិងកូនក្រោកឲ្យលឿនជាងមុន5នាទីពេលវេលាដែលទំនេរដ៏តិចតួចនោះគឺអាចជួយដើម្បីចាប់ផ្ដើមបានយ៉ាងរីករាយនិងស្ងប់ស្ងាត់បានជាជាងឲ្យកុមាររស់នៅក្នុងពេលព្រឹកដែលរញ៉េរញ៉ៃដូច្នេះយើងអាចឲ្យពេលវេលាដល់កុមារអាចស្លៀកពាក់ដោយខ្លួនឯងនិងលុបមុខបានដំណាក់កាលទី2គឺជាការចែករំលែកនៅចិត្តដែលអរគុណមុនពេលដែលចាប់ផ្ដើមអាហារពេលព្រឹកសូមចែករំលែកជាមួយកូនរបស់អ្នកនៅរឿងដែលនឹងអាចនិយាយពីអរគុណសម្រាប់ថ្ងៃនេះឲ្យបានម្នាក់មួយទោះជាតូចតាចយ៉ាងណាក៏ដោយក៏ល្អដែរដូចជាអរគុណសម្រាប់ពន្លឺព្រះអាទិត្យដ៏សែនកក់ក្ដៅនៅថ្ងៃនេះអរគុណដែលអាចបានញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់ជាមួយគ្នាទម្លាប់ទាំងនេះអាចជួយបណ្ដុះនូវចិត្តវិជ្ជមានរបស់កុមារបានដំណាក់កាលទី3ទោះជាខ្លីក៏ប៉ុន្តែជាការធ្វើសកម្មភាពដែលរីករាយជាមួយនឹងគ្នាបន្ទាប់ពីញ៉ាំអាហារពេលព្រឹកឬមុនទៅសាលារៀនសូមឲ្យមានពេលវេលាសម្រាប់ធ្វើលំហាត់ប្រាណស្រួលជាមួយគ្នា5នាទីឬអោបគ្នាទៅវិញទៅមកបាននៅពេលដែលយើងធ្វើចលនារាងកាយនោះខួរក្បាលដែលដេកលក់នឹងក្រោកឡើងវិញបានហើយជាការអោបដូចជាការដើរផ្ទេរនៅក្តីស្រឡាញ់ដ៏ធំធេងនិងស្ថិរភាពដល់កុមារទម្លាប់ពេលព្រឹកគឺវាលើសពីការដែលយើងរស់នៅក្នុងពេលព្រឹកធម្មតាវាជាឥទ្ធិពលដ៏ធំធេងសម្រាប់កូនរបស់លោកអ្នកកុមារអាចរៀនពីទំនួលខុសត្រូវតូចៗដែលចេះរៀបចំកាតាបនិងជ្រើសរើសសម្លៀកបំពាក់ដោយខ្លួនឯងបានវាអាចជួយកុមារអាចបង្កើតនូវទំនុកចិត្តថាខ្ញុំក៏អាចធ្វើវាបានម្នាក់ឯងផងដែរហើយคล้ายទៅជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់ការប្រឈមមុខនៅរាល់បញ្ហាផ្សេងៗនៅពេលអនាគតមិនបាច់ព្យាយាមខំប្រឹងធ្វើគ្រប់កិច្ចការទាំងអស់ឲ្យល្អឥតខ្ចោះវាក៏មិនអីដែរទម្លាប់ពេលព្រឹកគឺមិនមែនធ្វើតែម្ដងហើយនោះបានសម្រេចនោះទេសូមចាប់ផ្ដើមពីអ្វីដែលតូចតាចបំផុតជាមុនដូចជាការក្រោកឲ្យលឿនជាងមុន5នាទីនិងស្វាគមន៍គ្នាជាដើមការដែលព្យាយាមអនុវត្តធ្វើជាប្រចាំនោះគឺជារឿងសំខាន់ការព្យាយាមដ៏តូចតាចរបស់ឪពុកម្ដាយគឺជាកម្លាំងដ៏ធំធេងសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់កូនបាទយើងនឹងរៀបចំខ្លឹមសារឡើងវិញនៅថ្ងៃនេះចំណុចសំខាន់មាន3ដែលជាទម្លាប់វិជ្ជមាននៅពេលព្រឹកទី1សូមឲ្យមានពេលវេលាទំនេរក្រោយក្រោកឡើងមុន5នាទីទី2សូមចែកនៅទឹកចិត្តដែលអរគុណរៀងរាល់ព្រឹកនិងទី3សូមចែករំលែកនូវភាពរីករាយនិងក្តីស្រឡាញ់តាមរយៈសកម្មភាព5នាទីជាមួយគ្នាសកម្មភាពនៅពេលព្រឹករបស់កុមារគឺជា1ថ្ងៃសម្រាប់ពួកគេចាប់ផ្ដើមពីថ្ងៃនេះតទៅសូមឲ្យកូនរបស់អ្នកនៅភាពរីករាយជាមួយនឹងទម្លាប់ប្រចាំថ្ងៃជាវិជ្ជមាននៅសប្តាហ៍ក្រោយយើងនឹងស្វែងយល់ជាមួយគ្នាអំពីប្រធានបទមួយទៀតថាការលេងគឺជាការរៀនសូមបន្តចូលរួមជាមួយគ្នាដើម្បីការលូតលាស់ដ៏សប្បាយរីករាយរបស់កូនលោកអ្នកសូមអរគុណ